អ្នកគាំទ្រគណៈបកសង្គ្រោះជាតិខេត្តភាគនិរតីសម្ដែងការមិនពេញចិត្តចំពោះការប្រកាសលទ្ធផលបឋមនិងមិនផ្លូវការនៃការបោះឆ្នោតជាតិឆ្នាំ2013របស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា Confrel សកម្មជនគណៈបកសង្គ្រោះជាតិខេត្តតាកែវលោកគង់សវណ្ណថ្លែងនៅថ្ងៃអង្គារទី6 ខែសីហាថាការបែងចែកអាសនៈមិនផ្លូវការរបស់ Confrel គឺគណៈបកប្រជាជនកម្ពុជានឹងទទួលបានអាសនៈក្នុងរដ្ឋសភាចំនួន67ឯគណៈបកសង្គ្រោះជាតិអាចនឹងទទួលបាន56អាសនៈជារឿងមិនត្រឹមត្រូវទេលោកបន្តថាដើម្បីឲ្យមានភាពយុត្តិធម៌សូមឲ្យ Confrel និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាកោជបប្រកាសលទ្ធផលសន្លឹកឆ្នោតតាមទម្រង់1104វិញព្រោះទម្រង់1104ជាទម្រង់ផ្លូវការដែលអ្នកសង្កេតការណ៍របស់សង្គមស៊ីវិលគណៈបកនយោបាយនិងមន្ត្រីការិយាល័យបោះឆ្នោតបានយល់ព្រមឲ្យផ្ទៀងផ្ទាត់លើការរាប់សន្លឹកឆ្នោតតាមការិយាល័យបោះឆ្នោតនីមួយៗហើយបានចុះហត្ថលេខាក្នុងកញ្ចប់កដែលផ្ញើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត1102សម្រាប់ប្រកាសបណ្ដោះអាសន្នមិនជាផ្លូវការទេចង់បានធំជាងគេបំផុតគឺ1104គឺក្នុងការិយាល័យនីមួយៗតែងតែមានភ្នាក់ងារនៅនឹងគ្រប់ភ្នាក់ងារគណៈបកទាំងអស់ចំណែកលោកយិនម៉នថ្លែងថា Confrel គ្មានអ្នកសង្កេតការណ៍គ្រប់ការិយាល័យបោះឆ្នោតទេដូច្នេះសូមឲ្យ Confrel ជំរុញឲ្យកោជបប្រកាសលទ្ធផលបឋមតាមទម្រង់1104ដែលបានរាប់សន្លឹកឆ្នោតផ្លូវការតាមការិយាល័យបោះឆ្នោតនីមួយៗទើបត្រឹមត្រូវជាងតម្រងចូល4នោះគឺបោះឆ្នោតដោយវិធានការិយាល័យហើយក៏សម្រាប់គណៈបកនយោបាយនោះគឺយល់ព្រមពីរដ្ឋឆ្នោតហើយនឹងឆ្លើយតបការលើកឡើងនោះលោកកនសវាងមន្ត្រី Confrel បានថ្លែងថាការប្រកាសលទ្ធផលបឋមនិងមិនផ្លូវការនៃការបោះឆ្នោតជាតិឆ្នាំ2013អង្គការនេះស្រង់តួលេខតាមអ្នកសង្កេតការណ៍របស់ Confrel តែចំនួន1470ការិយាល័យរាប់សន្លឹកឆ្នោតលោកបន្តថាដោយសារតែបញ្ហានេះ Confrel បានទាមទារឲ្យកោជបបើកកញ្ចប់កពីស្បោងកញ្ចប់សន្លឹកឆ្នោតដែលក្នុងនោះមានលទ្ធផលរាប់សន្លឹកឆ្នោតនៃទម្រង់1102និងទម្រង់1104ប៉ុន្តែកោជបបានប្រកាសលទ្ធផលបណ្ដោះអាសន្នតាមទម្រង់1109ដែលស្រង់លទ្ធផលពីទម្រង់1102ហើយកាលពីថ្ងៃទី3 ខែសីហាកោជបបានផ្ទៀងផ្ទាត់សន្លឹកឆ្នោតឡើងវិញពីខេត្តរាជធានីចំនួន16ធ្វើឲ្យមានការលំអៀងសន្លឹកឆ្នោតដែលកញ្ចប់កហ្នឹងគឺវាមានអា1102ហ្នឹងនៅក្នុងអាកញ្ចប់កហ្នឹងអញ្ចឹងយើងសូមបើក7ខេត្តមានខេត្តកំពង់ចាមខេត្តព្រៃវែងសៀមរាបខេត្តកញ្ចេះភ្នំពេញខេត្តកណ្ដាលនិងព្រៃវែងហើយខេត្តទាំង7ហ្នឹងគឺថាយើងសូមបើកកញ្ចប់កមកយើងមកផ្ទៀងអស់គ្នានាយកប្រតិបត្តិគណៈកម្មាធិការព្យាក្រឹតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជាហៅកាត់ថា NEXFAC លោកហងពុធាថ្លែងថាសង្គមស៊ីវិលបានទាមទារឲ្យកោជបបង្ហាញនៅភស្តុតាងចំនួន3ចំណុចដែលអាចបន្ថយមន្ទិលសង្ស័យនៃភាពមិនប្រក្រតីនៃការបោះឆ្នោតជាតិឆ្នាំ2013ថ្ងៃ28 ខែកក្កដាកន្លងមកលោកថាសង្គមស៊ីវិលចង់បានក្បាលបញ្ជីដែលកោជបបានផ្ដល់លិខិតបញ្ជាក់អត្តសញ្ញាណជនជាតិខ្មែរជូនប្រជាពលរដ្ឋមានចំនួនប៉ុន្មាននាក់ដើម្បីផ្ទៀងផ្ទាត់ថាការចេញលិខិតបញ្ជាក់នោះត្រឹមត្រូវឬអត់ទី2សូមគល់បញ្ជីឈ្មោះអ្នកបានបោះឆ្នោតនៅថ្ងៃ28 ខែកក្កដាពិតប្រាកដដើម្បីផ្ទៀងផ្ទាត់ជាមួយបញ្ជីឈ្មោះបច្ចុប្បន្នភាពព្រោះវាតាក់ទងនឹងឈ្មោះមនុស្សម្នាក់អាចចុះឈ្មោះបានច្រើនការិយាល័យនិងទឹកថ្នាំជ្រលក់ដៃលាងជ្រះជាដើមដើម្បីជំរះមន្ទិលសង្ស័យនៃភាពមិនប្រក្រតីទី3សូមផ្ទៀងផ្ទាត់តួលេខសន្លឹកឆ្នោតរវាងទម្រង់1109ជាមួយទម្រង់1102និងទម្រង់1104ដែលប្រជាពលរដ្ឋកំពុងតែទាមទារនេះលោកបញ្យល់ថាទម្រង់1102ជាទម្រង់ប្រកាសសម្លេងឆ្នោតបណ្ដាមិនទាន់សម្រេចឯទម្រង់1104គឺជាទម្រង់សម្រេចដែលបានចុះហត្ថលេខាទទួលស្គាល់សន្លឹកឆ្នោតទាំងអ្នកសង្កេតការណ៍គ្រប់គណៈបកអង្គការក្រៅរដ្ឋាភិបាលនិងមន្ត្រីក្នុងការិយាល័យបោះឆ្នោតនីមួយៗចំណែកទម្រង់1109ជាទម្រង់ចម្លងចេញពីទម្រង់1104និងទម្រង់1102នោះវិទ្យុអាស៊ីសេរីមិនអាចតាក់ទងលោកទេពនិថាអគ្គលេខាធិការកោជបជំរាបសួរព័ត៌មាននៅថ្ងៃទី6 ខែសីហាបានទេព្រោះលោកកំពុងប្រជុំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី5ឆ្នាំ2013ការិយាល័យបោះឆ្នោតក្នុង24ខេត្តរាជធានីទូទាំងប្រទេសមានការិយាល័យបោះឆ្នោតសរុបចំនួន 19,909 ការិយាល័យបោះឆ្នោត